មហាជេងជឿនជាតិខ្មែរថ្កើងជ័យយោសុខោលាភូវគ្គទី51តចប់គឺទៅតាមមុខនិមួយដើម្បីគោរពជូនដល់លោកអ្នកដ៏មានគុណទាំង4ឬលោកអ្នកអាណាព្យាបាលដោយការថ្នាក់ថ្នមបំផុតនិងលើកដៃសំពះគោរពម្ដងមុនឬក្រោយក្នុងការប្រពធ្វើពិធីព្រះមេត្តាបិតាគ្រប់រូបលោកបានស្រឡាញ់ថ្នាក់ថ្នមកូនដោយខ្លាចកូនមិនបានល្អមិនស្អាតមានសុខភាពមិនមាំមួននឹងការស្លៀកពាក់តាក់តែងខ្លួនប្រាណមិនបានសមរម្យល្អជាដើមបណ្ដាំខាន់ស្លាបានរំលឹកកូនគួរគប្បីយកចិត្តទុកដាក់បំពេញធ្វើកិច្ចតបគុណចំពោះលោកវិញទៅអង